តំណងជាលើកនេះលោកពូទីនខំសបាលោកវឡូឌីមៀរសេឡែនស្គីខ្លាំងខ្លះហើយបានជានៅថ្ងៃទី2ខែកក្កដានេះបងកំឈឺប្រមាណជា74គ្រាប់បានបើកការវិប្រហារចូលទៅដល់ទីក្រុងគៀវដែលផ្ដោតគោលដៅទៅលើផ្ទះរបស់ប្រជាជនតែប៉ុណ្ណោះប្រជាជនប្រមាណជា15នាក់បានស្លាប់នៅ100នាក់ផ្សេងទៀតត្រូវបានររបួសនេះគឺជាការចំណាយដ៏ចាស់សន្ធឹកសន្ធាប់របស់វិមានកង្លាំងកំពុងតែជះទៅលើភាគីអ៊ុយក្រែនចំណែកអ៊ុយក្រែនក៏បានធ្វើការឆ្លើយតបដោយបានបំផ្ទុះរោងចក្រចម្រាញ់ប្រេងជាបន្តបន្ទាប់នៅក្នុងនោះរោងចក្រធំទី4របស់រុស្ស៊ីដែលចម្រាញ់ប្រេងរហូតដល់17លានតោននៅក្នុងមួយឆ្នាំម៉ូនីបន្តិចក៏ត្រូវអ៊ុយក្រែនបំផ្ទុះផងដែរជំរាបសួរទៅដល់ប្រិមិត្តកំពុងតែតាមដានស្ថានភាពក្តៅកគុករឿងបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងភាគីអ៊ុយក្រែនបើចឹងមើលឃើញថានៅថ្ងៃទី2នេះភាគីទាំងពីរនៅតែបន្តដូរកម្ដាប់ដៃគ្នាយ៉ាងខ្លាំងក្លាដដែលក៏ក្រើកមេឃតែម្ដងដល់ប្រិមិត្តណាសូមនិយាយអំពីបញ្ហារបស់រុស្ស៊ីបន្តិចណាប្រិមិត្តនៅការពិព្រឹកមិញនេះប្រធានធនាគាររដ្ឋរបស់រុស្ស៊ីតែម្ដងដែលមានឈ្មោះថាលោក German Gress បានធ្វើសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ឲ្យបានអំពាវនាវចំចំពោះប្រធានាធិបតីរុស្ស៊ីគឺលោកពូទីនសំណូមពរឲ្យមានការបញ្ឈប់សង្គ្រាមនៅក្នុងទឹកដីរបស់អ៊ុយក្រែនជាបន្ទាន់ដែលយោងទៅតាមហេតុផលសេដ្ឋកិច្ចរបស់រុស្ស៊ីកំពុងតែរង្គោះរង្គើក៏ទោះបីជាលោកពូទីនបាននិយាយថាសេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែរឹងមាំប៉ុន្តែមន្ត្រីធនាគាររដ្ឋរបស់រុស្ស៊ីបានចេញមុខអះអាងថាពិតជាមានភាពរង្គោះរង្គើពិតមែនហើយក៏អំពាវនាវឲ្យលោកពូទីនបញ្ញត្តិបញ្ចប់សង្គ្រាមខណៈពេលនេះយើងមិនដឹងថាសុកទុកមន្ត្រីរបស់រុស្ស៊ីម្នាក់នេះនឹងខ្លាចជាយ៉ាងណានោះទេចំពោះការក្លាហានអំពីការសំណុំពរត្រង់នៅតាមមុខកញ្ចក់ទូរទស្សន៍អញ្ចឹងសម្រាប់អត្ថបទនេះខ្ញុំនឹងធ្វើការអធិប្បាយចែកជូនទៅដល់ប្រិមិត្តប៉ុន្តែខ្ញុំក៏សូមធ្វើបច្ចុប្បន្នភាពបន្តិចព្រោះថានៅថ្ងៃនេះឃើញថារុស្ស៊ីក៏វាយអ៊ុយក្រែនខ្លាំងហើយអ៊ុយក្រែននោះក៏តដៃចំពោះអ្វីដែលរុស្ស៊ីវាយប្រហារក៏ខ្លាំងដូចគ្នាផងដែរងាកមករឿងរបស់រុស្ស៊ីសម្រាប់រុស្ស៊ីនៅថ្ងៃនេះឬក៏វិមានក្រំងឡាំងហាក់ដូចជាខឹងសម្បាអ៊ុយក្រែនខ្លាំងណាស់អញ្ចឹងហើយបានជានៅថ្ងៃទី2នេះរុស្ស៊ីបានបើកការវិប្រហារទ្រង់ទ្រាយធំរង្គោះរង្គើមេឃតែម្ដងនឹងមានការបំផ្លាញគោលដៅសំខាន់នោះគឺទីក្រុងគៀវបើតាមការបញ្ជាក់នៃកងកម្លាំងរបស់អ៊ុយក្រែនរុស្ស៊ីបានបាញ់កាំជ្រួចប្រមាណជា74គ្រាប់ហើយដ្រូនប្រមាណជា496គ្រឿងប៉ុន្តែអ៊ុយក្រែនបានបាញ់ទម្លាក់បានយន្តហោះគ្មានបំបើកអ៊ុយក្រែនបានបាញ់ទម្លាក់476គ្រឿងនៅក្នុងចំណោម496គ្រឿងចំណែកឯគ្រាប់មីស៊ីលវិញអ៊ុយក្រែនបានបាញ់ទម្លាក់48គ្រាប់នៅក្នុងចំណោម74គ្រាប់ហើយ20គ្រាប់ជាងនឹងបានធ្លាក់ទៅលើទីក្រុងគៀវស្ថានភាពពេលនេះនៅក្នុងទីក្រុងហាក់ដូចជារំដំខ្លាំងណាស់មានការឆាបឆេះទៅលើផ្ទះសម្បែងរបស់ប្រជាជនបើតាមព័ត៌មានចុងក្រោយខ្ញុំទទួលបានប្រជាជនអ៊ុយក្រែន15នាក់បានស្លាប់បាត់បង់ជីវិតនិងក្បែរ100នាក់កំពុងតែរងរបួសផងដែរអញ្ចឹងលើកនេះវិមានកង្លាំងគាត់ខឹងអ៊ុយក្រែនខ្លាំងហើយណាប្រិយមិត្តណាបើតាមមើលចំនួនគ្រាប់មីស៊ីលនោះគ្រាប់មីស៊ីលរបស់រុស្ស៊ីដែលបាញ់ចេញមកហ្នឹងគឺរុស្ស៊ីបានដាក់គ្រាប់មីស៊ីលកម្រិតធុនធ្ងន់ច្រើនគ្រាប់មែនតែនលើកនេះណាប្រិយមិត្តហើយខ្ញុំក៏សូមអានតម្លៃបន្តិចចែកជូនទៅដល់ប្រិយមិត្តចំនួនគ្រាប់មីស៊ីល74គ្រាប់នឹងនៅក្នុងមួយគ្រាប់មានតម្លៃប៉ុន្មានបើតាមការបញ្ជាក់ប្រភេទមីស៊ីល Zircon រុស្ស៊ីបានបាញ់ចេញ4គ្រាប់ដែលនៅក្នុងមួយគ្រាប់មានតម្លៃ22លានដុល្លារសហរដ្ឋអាមេរិកប្រភេទមីស៊ីល Iskander ស៊េរី M ដែលជាប្រភេទមីស៊ីលប៉ាឡេស្ទិក24គ្រាប់ឯណោះនៅក្នុងមួយគ្រាប់តម្លៃ74លានដុល្លារសហរដ្ឋអាមេរិកប្រភេទមីស៊ីល KH-101 ប្រភេទមីស៊ីលគ្រូស34គ្រាប់ចំនួនមួយគ្រាប់ស្មើនឹង74លានដុល្លារសហរដ្ឋអាមេរិកដែរចំណែកប្រភេទមីស៊ីល Kepler ប្រភេទគ្រូសដែរចំនួន8គ្រាប់ដែលមួយគ្រាប់មានតម្លៃ17.6លានដុល្លារសហរដ្ឋអាមេរិកចំណែក KH-59 ចំនួន4គ្រាប់នៅក្នុងមួយគ្រាប់មានតម្លៃ2លានដុល្លារសហរដ្ឋអាមេរិកអញ្ចឹងពុកម៉ែបងប្អូនបូកទិន្នន័យនេះគ្រាន់តែត្រួសហើយនឹងដ្រូនប្រមាណជា400គ្រឿងជាងហ្នឹង25លានដុល្លារសហរដ្ឋអាមេរិកថែមទៀតចូលរាប់ពាន់លានណាប្រិយមិត្តណាដែលរុស្ស៊ីបាញ់ចូលទៅដល់ទីក្រុងគៀវហើយបាញ់នឹងមិនមែនបាញ់ចំគោលដៅទៅលើទីតាំងយោធាទេគឺបំផ្លាញអគារស្នាក់នៅរបស់ប្រជាជនណាប្រិមិត្តនិងហេដ្ឋាសម្ព័ន្ធរបស់អ៊ុយក្រែនតែប៉ុណ្ណោះយកលុយមហាសាលយកទៅបំផ្លាញដល់ទ្រព្យសម្បត្តិប្រជាជនអ៊ុយក្រែនមិនមែនបំផ្លាញទៅលើទីតាំងយោធាទេនេះគឺជាការវិប្រហារខ្ជះខ្ជាយរបស់វិមានកង្លាំងយើងនិយាយថាអញ្ចឹងចោះដោយសារតែរុស្ស៊ីគាត់បាញ់ទៅលើទីតាំងប្រជាជនមិនមែនបាញ់ទៅលើទីតាំងយោធានោះទេ
អញ្ចឹងការប្រយុទ្ធមិញនេះប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនដែលនៅសេសសល់គឺធ្វើការធ្ងន់មែនទែនណាប្រិយមិត្តសូមកលេចមកខាងភាគីអ៊ុយក្រែនវិញអ៊ុយក្រែនក៏មិនណយដែរអ៊ុយក្រែនបានបើកការវាយប្រហារឆ្លើយតបវិញហើយបានបំផ្ទុះរោងចក្រចម្រាញ់ប្រេងរហូតដល់6កន្លែងនៅក្នុងទឹកដីរបស់រុស្ស៊ីរោងចក្រដែលចម្ងាយឆ្ងាយបំផុតរហូតដល់2000គីឡូម៉ែត្រពីព្រំដែនរបស់អ៊ុយក្រែនអ្វីដែលអ៊ុយក្រែនបានបំផ្ទុះហើយធ្វើឲ្យរុស្ស៊ីខូចខាតធ្ងន់ធ្ងរនោះគឺទីតាំងរោងចក្រចម្រាញ់ប្រេងដែលមានចម្ងាយ800គីឡូម៉ែត្រហើយក៏ជារោងចក្របាទជាប់លំដាប់ថ្នាក់លេខ4របស់រុស្ស៊ីការបំផ្លាញរោងចក្រលំដាប់ថ្នាក់លេខ4ដែលអាចផលិតប្រេងចម្រុះបាននេះបានធ្វើឲ្យរុស្ស៊ីបាត់បង់សមត្ថភាពការចម្រាញ់ប្រេងរហូតដល់20%ថែមទៀតនោះគឺរោងចក្ររបស់ក្រុមហ៊ុន Lukoil ដែលស្ថិតនៅក្នុងទីក្រុង Kiev បើតាមការបញ្ជាក់នៃកងកម្លាំងរបស់អ៊ុយក្រែនបានឲ្យដឹងថាឧបករណ៍ចម្រាញ់ប្រេង AVT-6 ដែលជាឧបករណ៍ចម្រាញ់ប្រេងចម្រុះចេញម្ដងគឺច្រើនប្រភេទតែម្ដងមានការផ្ទុះយ៉ាងសន្ធោសន្ធៅហើយបានធ្វើឲ្យរុស្ស៊ីបាត់បង់សមត្ថភាពការចម្រាញ់ប្រេងរហូតដល់17លានតោននៅក្នុងមួយឆ្នាំឬក៏ស្មើនឹង20%បើតាមការព្យាករណ៍នៅពេលដែលអ៊ុយក្រែនបំផ្ទុះរោងចក្រចម្រាញ់ប្រេងបាននៅឯទីក្រុងKSTV នេះហើយរុស្ស៊ីប្រកាសណាស់នឹងត្រូវបញ្ជាទិញប្រេងដែលចម្រាញ់ស្រាប់ចេញពីប្រទេសឥណ្ឌាត្រឡប់មកវិញខណៈដែលឥណ្ឌាបានយកផលប្រយោជន៍ពីប្រទេសអ៊ីរ៉ង់នោះបាទអញ្ចឹងមានថាឥណ្ឌាគាត់ពីមុនគាត់ធ្លាប់ទិញប្រេងរុស្ស៊ីដល់ឥឡូវនេះរុស្ស៊ីគាត់គាត់មកទិញប្រេងឥណ្ឌាវិញហើយឥណ្ឌាយកប្រេងពីអ៊ីរ៉ង់មកវិញខណៈដែលអាមេរិកបានបើកច្រកឲ្យចេញចូលលើការរត់ពន្ធប្រេងនឹងឯងបាទអញ្ចឹងប្រិមិត្តនិងពុកម៉ែបងប្អូនបានទទួលបច្ចុប្បន្នភាពពីខ្ញុំហើយតាក់ទងនឹងរឿងរបស់រុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃទី22នេះមើលឃើញថាវាយប្រហារគ្នាទៅវិញទៅមកមិនថមថយនោះទេសិតតែអ្នកខ្លាំងរៀងខ្លួនប្រិមិត្តណាមិនព្រមបើកការទូតណាផ្ដល់ទៅដល់ការចរចានិងជួយសង្គ្រោះប្រជាជនបាទទាំងសងខាងនោះទេប៉ុន្តែបែរជាបាទនៅតែបដូរកំដាប់ដៃគ្នាទៅវិញទៅមករឿងដែលអ៊ុយក្រែននេះយើងដឹងហើយថាគាត់ត្រូវគេឈានពៀនប៉ុន្តែយើងក៏សុំដាក់បន្ទុកទៅលើភាគីរុស្ស៊ីដោយសារតែរុស្ស៊ីគាត់ជាអ្នកបញ្ឆេះសង្គ្រាមរុស្ស៊ីគឺជាអ្នកបើកការវាយប្រហារណាអញ្ចឹងហើយបានជាព័ត៌មានយើងត្រូវតែផ្ដោតទៅលើសមត្ថភាពរបស់អ៊ុយក្រែនដែលជាប្រទេសទុនខ្សោយហើយចំពោះការខូចខាតនៅក្នុងទឹកដីរបស់រុស្ស៊ីព្រោះថាយើងអាចនឹងតាមដានយើងដឹងហើយថាសង្គ្រាមវាអាចដើរដល់របត់ណាអញ្ចឹងទៅឥឡូវនេះខ្ញុំបាទក៏សូមធ្វើការអានអត្ថបទតាក់ទងអំពីមន្ត្រីធនាគារធំរបស់រុស្ស៊ីគឺមន្ត្រីធនាគារកណ្ដាលតែម្ដងបានអំពាវនាវឲ្យលោកពូទីនបញ្ញត្តិបញ្ចប់សង្គ្រាមជាបន្ទាន់គណៈដែលមានការរង្គោះសេដ្ឋកិច្ចរបស់ខ្លួនបើតាមប្រភពសារព័ត៌មាន The Sun បានបញ្ជាក់ថាមន្ត្រីផ្នែកធនាគារកម្ពុជារបស់រុស្ស៊ីបានអង្វរនឹងអំពាវនាវទៅដល់លោកពូទីនឲ្យបញ្ចប់សង្គ្រាមនៅក្នុងទឹកដីរបស់អ៊ុយក្រែនហើយវាគឺជាសេចក្តីថ្លែងការណ៍ដោយគួរឲ្យភ្ញាក់ផ្អើលមួយហើយគឺជាកតកម្មដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍មន្ត្រីធនាគារកណ្ដាលរបស់រុស្ស៊ីដែលមានអំណាចបំផុតបានធ្វើការទាមទារឲ្យលោកពូទីនបញ្ញត្តិបញ្ចប់សង្គ្រាមដែលគួររអាក់រអួលរបស់គាត់នៅក្នុងប្រទេសអ៊ុយក្រែនលោក Gaman Grace អាយុ62ឆ្នាំលោកបាននិយាយថាប្រជាជនរុស្ស៊ីឥឡូវនេះធុញទ្រាន់នឹងការប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៃចំនួនខណៈដែលលោកបានអំពាវនាវឲ្យមានការបញ្ចប់អរិយភាពយ៉ាងឆាប់រហ័សនោះសម្រាប់លោក Gaman Graceលោកគឺជាប្រធានធនាគារធំជាងគេបំផុតរបស់ប្រទេសរុស្ស៊ីនៃធនាគារ Sberbank បានបំបែកជួរដើម្បីទាមទារឲ្យលោកពូទីនបញ្ញត្តិបញ្ចប់សង្គ្រាមដ៏រអាក់រអួលរបស់គាត់នៅក្នុងទឹកដីរបស់អ៊ុយក្រែនទីក្រុងមូស្គូត្រូវបានគ្របដណ្ដប់ដោយផ្សែងខ្មៅអាក្រក់ជារៀងរាល់ថ្ងៃបន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែននៅសង្គ្រាមលើរដ្ឋធានីនិងការផ្ដោតទៅលើរោងចក្រចម្រាញ់ប្រេងសំខាន់ៗរបស់ទីក្រុងមូស្គូនោះលោក Grass ដែលជាប្រធានធនាគារ Sberbankដែលគ្រប់គ្រងដោយរដ្ឋហើយជាប់ចំណាត់ថ្នាក់ជាស្ថាប័នហិរញ្ញវត្ថុធំជាងគេរបស់ប្រទេសរុស្ស៊ីលោកបានធ្លាប់ដើរតួនាទីយ៉ាងសំខាន់ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់រុស្ស៊ីនៅក្នុងកម្ពុជារបស់លោកពូទីនលោក Grass បានរិះគន់យ៉ាងខ្លាំងចំពោះសង្គ្រាមយ៉ាងសាហាវរបស់លោកពូទីនដែលបានចោទប្រកាន់ថាវិមានកាំងឡាំងបានបំផ្លាញសេដ្ឋកិច្ចគ្រាន់តែដើម្បីគេចវេះពីកិច្ចព្រមព្រៀងសន្តិភាពដ៏អាម៉ាស់មុខមួយតែប៉ុណ្ណោះលោកបានសម្ដែងក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីការចំណាយយោធាបន្តឡើងខ្ពស់ហើយបាននិយាយថាចំនួននេះបានបណ្ដាលឲ្យជួរប្រេងឥន្ធនៈវែងឆ្ងាយរបស់ខ្លួនបានធ្លាក់ចុះយ៉ាងគំហុកហើយលែងប្រាស់បានតម្លៃប្រេងបានហក់ឡើងថ្លៃអត្រាការប្រាក់បានឡើងខ្ពស់កប់ពពងនៅក្នុងការបង្ហាញខ្លួនដោយត្រង់លើកញ្ចក់ទូរទស្សន៍រដ្ឋលោក Grass បាននិយាយថាខ្ញុំគិតថាអ្វីដែលយើងនឹងត្រូវ
ធ្វើម្នាក់មានការព្រួយបារម្ភអំពីរឿងតែមួយគត់គឺអំពីបញ្ហាសង្គ្រាមខ្ញុំមិនគិតថាមានមនុស្សតែម្នាក់គត់ដែលមិនមានការព្រួយបារម្ភអំពីអ្វីក្រៅពីការបញ្ចប់អរិយភាពយ៉ាងឆាប់រហ័សនោះទេនេះគឺជាការច្បាស់លាស់បាទជើងមានថាគាត់ចង់សម្ដៅមនុស្សម្នាក់ហ្នឹងគឺលោកពូទីននឹងឯងណាប្រិមិត្តសូមបន្តវាជារឿងមិនធ្លាប់មានពីមុនមកសម្រាប់មន្ត្រីរុស្ស៊ីលេចធ្លោម្នាក់នៅក្នុងការធ្វើការទាមទារជាសាធារណៈចំពោះលោកពូទីនយោងទៅតាមវិទ្យាស្ថានសិក្សាសង្គ្រាមនិងអ្នកវិភាគចំនួនស្ដីអំពីមូលដ្ឋាននៅទីក្រុងគៀវនិងការសៀបស្ទង់មតិនៅពេលថ្មីនេះបង្ហាញថាប្រជាជនរុស្ស៊ីរហូតដល់ 81% ទៅហើយទាមទារមានការបញ្ចប់សង្គ្រាមនេះគឺជាទូរលេខខ្ពស់បំផុតចាប់តាំងពីមានចំនួនផ្ដើមមកអស់រយៈពេល4ឆ្នាំកន្លះជាងនេះកលេចទៅមើលផលប៉ះពាល់សេដ្ឋកិច្ចដ៏ធំបំផុតដោយសារតែសង្គ្រាមគឺតម្លៃប្រេងឥន្ធនៈប្រទេសរុស្ស៊ីកំពុងតែជួបបញ្ហាកង្វះប្រេងឥន្ធនៈដែលបណ្ដាលឲ្យមានការជួលរងចាំយ៉ាងច្រើនតាមស្ថានីយ៍ប្រេងឥន្ធនៈខណៈដែលអ៊ុយក្រែនបន្តបើកការវាយប្រហារទៅលើហេដ្ឋាសម្ព័ន្ធថាមពលរបស់រុស្ស៊ីដូចជារោងចក្រចម្រាញ់ប្រេងជាដើមសម្រាប់លោកប៉ូឡូរ៉ឺមីសេឡែនស្គីបានបង្ហាញថាកងកម្លាំងរបស់លោកនៅថ្ងៃនេះបានបើកការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងធំជាងគេរបស់ប្រទេសរុស្ស៊ីដូចជានៅក្នុងទីក្រុងយូហ្វាជាដើមហើយកំពុងតែបំផ្លាញជាបន្តបន្ទាប់ចំពោះអ្វីដែលរុស្ស៊ីកំពុងតែពឹងផ្អែកអ៊ុយក្រែនបានបើកការវាយប្រហារកន្លងមកទាំងមីស៊ីលនិងដ្រូនយ៉ាងសម្បើមមកលើភាគីរុស្ស៊ីស្ដីអំពីប្រតិកម្មរបស់លោកពូទីនវិញកន្លងមកលោកពូទីនតែងតែព្យាយាមច្រានចោលអំពីការព្រមានបញ្ហាសេដ្ឋកិច្ចដោយអះអាងថារដ្ឋាភិបាលកំពុងតែដើរលើផ្លូវដ៏ត្រឹមត្រូវហើយនឹងខ្ចីប្រាក់នៅក្នុងស្រុកតែនៅតែបន្តដំណើរការទោះបីជាយ៉ាងណាក៏ដោយថ្មីនេះលោកពូទីនខ្លួនឯងក៏បានបង្ខំចិត្តទទួលស្គាល់តាមកញ្ចក់ទទួលថាការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលពិតជាបានបង្កជាបញ្ហាធំទៅដល់ភាគីរុស្ស៊ីពិតមែនតាមការសន្និដ្ឋានការហ៊ានចេញមុខនិយាយត្រង់របស់លោក Gamen Grach នេះបានបង្ហាញថាអិសរាជជនលំដាប់កម្ពុជាផ្នែកសេដ្ឋកិច្ចជំនួយរបស់រុស្ស៊ីបានចាប់ផ្ដើមអស់ភាពអត់ធ្មត់ហើយជាមួយនឹងផលវិបាកដែលអស់បន្លាយនៃសង្គ្រាមនេះវាគឺជាសញ្ញាបង្ហាញថាទណ្ឌកម្មអន្តរជាតិនិងការវិបកជាយុទ្ធសាស្ត្រលើហេដ្ឋាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកំពុងតែបង្កើតសម្ពាធយ៉ាងខ្លាំងក្លាទៅដល់វិមានកម្លាំងហើយនឹងផ្ទៃក្នុងរបស់វិមានកម្លាំងបាទអញ្ចឹងប្រិយមិត្តនិងពុកម៉ែបងប្អូនបានស្ដាប់នៃអត្ថបទនេះហើយបានយល់អំពីបច្ចុប្បន្នភាពបាទនៅថ្ងៃទី2ខែកក្កដាឆ្នាំ2026នេះហើយបាទអំពីស្ថានភាពរុស្ស៊ីនិងអ៊ុយក្រែននេះបាទអញ្ចឹងខ្ញុំបានក៏សូមបញ្ចប់ព័ត៌មានអត្ថនេះសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានព័ត៌មានដោយក្តីរីករាយបាទសូមអរគុណសូមជម្រាបលា